សំឡេងរបស់គាត់ស្អែកដែលផ្ទុកនៅសម្ពាធដូចជាដុំថ្មដ៏ធ្ងន់នៅលើទ្រូងរបស់គាត់ឯងមិនអាចនិយាយបានប្រហែលមកពីមនុស្សម្នាក់លុះមិនចង់ឲ្យឯងនិយាយក្នុងករណីនោះឯងគ្រាន់តែត្រូវឆ្លើយសំណួរមួយសម្រាប់យើងតើវាជាប្រុសឬស្រីផ្លែកបន្តហាក់ដូចជាផ្ទុះនៅក្នុងក្បាលរបស់ធានយូគាត់ស្រឡាំងកាំងភ្នែករបស់គាត់បាក់ធំគាត់ចង់សួរអំពីរឿងនេះភ្នែករបស់បុរសចំណាស់ត្រជាក់ដូចទឹកកកការសម្លឹងរបស់គាត់មុតស្រួចដោយកំបិតចាក់ចូលចំបេះដូងរបស់ធានយូសំឡេងដ៏ជ្រៅនិងស្អែករបស់គាត់បានបន្លឺឡើងម្ដងទៀតឆ្លើយឲ្យច្បាស់ធានយូញ័រពេញខ្លួនបបរមាត់របស់គាត់កម្រើកតិចប៉ុន្តែគ្មានពាក្យអ្វីចេញមកទេខ្ញុំមិនអាចនិយាយអ្វីបានទេបរិះចំណាស់និយាយយ៉ាងមើងម៉ាត់ថាល្អឯងមិនបាននិយាយវាទេប៉ុន្តែយើងទទួលបានចម្លើយរបស់យើងហើយធានយូសម្លឹងមើលដែលមិនយល់ព្យាយាមស្វែងយល់ពីអត្ថន័យនៅក្នុងពាក្យរបស់បរិះចំណាស់តើគាត់មានន័យយ៉ាងម៉េចព្រាហ្មណ៍នោះបរិះចំណាស់បានបំបីខ្លួនជា3រូបពួកគេផ្លាស់ប្ដូរด้วยផ្លែកបន្តឡោមព័ទ្ធធានយូសំឡេងសើចស្អែកបានបន្លឺឡើងពីគ្រប់ទិសទីតើអាចទៅរួចដោយរបៀបណាឯងក៏គ្មានអ្វីពិសេសដែរទុកឲ្យយើងរកហេតុផលសិនប៉ុន្តែយើងនៅតែមិនយល់ធានយូមានអារម្មណ៍វិលមុខនិងវង្វេងស្មារតីតើគាត់កំពុងធ្វើអ្វីអូលហ្វូស្រាប់តែឈប់រូបទាំង3បាងបញ្ចូលគ្នាមកជាតែមួយវិញគាត់សម្លឹងមើលដោយភ្នែកតូចហាក់ដូចជាគាត់បានរកឃើញអ្វីដែលគួរឲ្យចាប់អារម្មណ៍តើឯងប្រកាសទេថាចាំងមកខាងយើងយល់ថានេះគួរឲ្យចាប់អារម្មណ៍បន្តិចយើងចង់រៀនបន្តិចคล้ายជាកូនចៅរបស់យើងហើយឯងនឹងកាន់តែខ្លាំងជាងនេះធានយូងក់ក្បាលបន្តិចខណៈពេលដែលរូបភាពរបស់គីយ៉ាន់បាំងលេចឡើងនៅក្នុងគំនិតរបស់គាត់ភ័យខ្លាចបានកើនឡើងនៅក្នុងខ្លួនរបស់គាត់បុរសចំណាស់បានប្រើទឹកដុំសំឡេងដែលទាំងចំអកនិងសាក់លបងដោយនិយាយដោយសំឡេងទាបឯងច្បាស់ជាមានការពេញចិត្តពីស្ត្រីអ្នកនោះប៉ុន្តែយើងមិនយល់ថាហេតុអ្វីបានជាឯងរត់ជាមួយហ្វូងចកាយប្រមាញ់នោះទោះបីជាពួកគេកំពុងផ្ដល់រង្វាន់ដ៏សង្ហានៅពេលនេះក៏ដោយឯងអាចទទួលបានអ្វីដែលធំជាងនេះ100ដងបេះដូងរបស់ធានយូពោពេញទៅដោយការសង្ស័យ100ដងគាត់សួរដោយសំឡេងទាបតើការងារអ្វីដែលអ្នកកំពុងនិយាយសំឡេងត្រជាក់មួយបានបន្លឺឡើងគ្មានអ្វីពិសេសទេគ្រាន់តែសម្លាប់មនុស្សប៉ុណ្ណោះ Captain ងក់ក្បាលគាត់ខំថ្មិញសរសៃនៅលើដៃសាច់ដុំរបស់គាត់បានប៉ោងឡើងនៅពេលគាត់ប្រើកម្លាំងទាំងអស់ដើម្បីលើកដំបងដែករបស់គាត់ទប់ទល់នឹងដាវមុតស្រួចដែលកំពុងកាប់ចុះមកថងច្រងវៀនក្រហឹមដោយសត្វសាហាវភ្នែកដ៏មុតស្រួចរបស់គាត់បញ្ចេញពន្លឺដែលចាំងពីដាវប៉ុន្តែ Captain Lu មិនមែនជាមនុស្សងាយស្រួលទេក្នុងគ្រាអាសន្នគាត់បានបញ្ចេញការវាយប្រហារដោយបាត់ដៃយ៉ាងលឿនដោយផ្លែកបន្ទាប់វាចំកដៃគូប្រកួតរបស់គាត់ដោយផ្ទាល់ដាវនៅក្នុងដៃរបស់មនុស្សនោះហោះទៅបាត់មុនពេលគូប្រកួតរបស់គាត់អាចតាំងខ្លួនបានលូបានសម្រុកទៅមុខដោយខ្យល់ព្យុះដោយផ្ដាល់នូវការវាយប្រហារដ៏សាហាវចំពីមុខដោយមិនស្ទើរស្ទះដោយបានឃើញទិដ្ឋភាពនេះគាត់លោមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយការរំពឹងទុកការវិនិច្ឆ័យរបស់គាត់មិនខុសទេថងច្រងវៀនមិនមែនជាកំពូលញាក់ប្រយុទ្ធទាំង5នៅហេណានទេលូចង្អុលម្រាមដៃដាក់ខ្លួនឯងយឺតតើខ្ញុំខ្លាំងប៉ុណ្ណឹងឬគាត់លោដើរទៅមុខថងច្រងវៀនគឺជាកំពូលញាក់ប្រយុទ្ធទាំង5នៅហេណានប៉ុន្តែអ្នកបានបញ្ចប់គាត់ដោយការវាយប្រហារតែមួយដូច្នេះអ្នកពិតជាខ្លាំងណាស់គាត់ស្រាប់តែលើកថងដែលមាន One Life Pill ដាក់នៅទីនិងបង្កើតឆាកល្ខោននោះតោះទៅសិនរឿងនេះមិនតាន់បញ្ចប់រហូតដល់យើងចុះពីលើភ្នំនេះទេគាត់បានហុចវាទៅគ្រាន់តែឲ្យឃ្លៀងមួយគ្រាប់បន្ទាប់ពីយើងចាក់ចេញពីកន្លែងនេះលូឈរនៅទីនោះទាំងស្រឡាំងកាំងដៃដែលញ័ររបស់គាត់ទទួលយកថង់នោះកាពីតែនលូងាកមកក្រោយវិញដោយងឿងឆ្ងល់
តាអ្នកព្រួយបារម្ភអំពីអីហេតុអ្វីបានជាអ្នកមិនគ្រាន់តែយកវាទៅខណៈពេលដែលអ្នកទាំងពីរកំពុងរៀបចំចាក់ចេញពួកគេស្រាប់តែភ្ញាក់ផ្អើលដោយងក់ក្បាលក្នុងពេលតែមួយខ្យល់ត្រជាក់បានបក់បោកយ៉ាងខ្លាំងហែកកាត់លំហដោយនាំមកនូវក្លិនឈាមដ៏ក្រាស់អូលហ្គូសដែលស្ពាយដំបងដែកធំដោយសសរផ្ទះនៅលើស្មារបស់គាត់កំពុងដើរចូលមកយឺតដោយក្រហមថាអញ្ចឹងតើមិនឆ្ងល់ទេដែលយើងយល់ថាវាចម្លែកគាត់ឆ្លោបែកញើសត្រជាក់ទោះបីជាកាពីតែនលូខ្លាំងណាស់ក៏ដោយគាត់មិនមែនជាគូប្រកួតរបស់អូលហ្គូសទេអូលហ្គូសសើចចំអកភ្នែករបស់គាត់មើលទៅខូខើតើគាត់អាចបោះបង់ One Life Pill បានយ៉ាងងាយស្រួលយ៉ាងដូចម្ដេចច្រងឈួងដេកនៅស្ងៀមនៅក្បែរនោះភ្នែកសរបស់គាត់បញ្ចេញមកក្រៅឈាមហូរចេញពីមាត់របស់គាត់និងប្រឡាក់ដីមួយកន្លែងពណ៌ក្រហមអូលហ្គូសស្រាប់តែស្រែកសំឡេងរបស់គាត់ដូចកណ្ដឹងស្ប៉ង់ប្រគល់វាមកគាត់ឆ្លោខំថ្មិញគិតក្នុងចិត្តខ្លួនឯងថាតើខ្លាឃ្មុំដ៏លិចឆេសនោះត្រូវការលុយដើម្បីអ្វីតើពិតជាគ្មានវិធីផ្សេងក្រៅពីឲ្យវាទៅគាត់ទេកាពីតែនងក់ក្បាលហើយនិយាយឡើងបើពួកយើងឲ្យវាទៅឯងតើឯងនឹងទុកជីវិតពួកយើងទេអូលហ្គូសសើចចំអកយើងនឹងពិចារណាគាត់ឆ្លោញ័រពេញថ្មិញញើសត្រជាក់បានជោកខ្នងរបស់គាត់តើគាត់កំពុងគិតអ្វីថាអូលហ្គូសនឹងមិនទុកជីវិតពួកយើងបន្ទាប់ពីគាត់ទទួលបានរបស់នោះផ្ទុយទៅវិញគាត់ប្រកាសជានឹងសម្លាប់ពួកយើងដើម្បីបំបិទមាត់គាត់បានគប់ថងដែលមាន One Life Pill ទៅឲ្យគាត់វាពិតជាស្ថានភាពដ៏លំបាកគាត់ឆ្លោមានអារម្មណ៍វង្វេងនៅចំពោះមុខស្ថានភាពបច្ចុប្បន្នដោយដែល Captain Lou បាននិយាយវាជាស្ថានភាពដ៏លំបាកតើ Captain Lou អាចយកឈ្នះគាត់បានទេយប់បានធ្លាក់ចុះដោយក្រណាត់ខ្មៅគ្របដណ្ដប់គួនរថយន្តគ្រួសារយួងនៅពេលយប់ជ្រៅនៅក្នុងបន្ទប់ទទួលភ្ញៀវនៃគ្រួសារយួងចង្គៀងប្រេងដែលផ្លិបផ្លាតនោះបានបំភ្លឺរូបពីរនាក់ដែលកំពុងប្រឈមមុខគ្នាបុរសសក់វែងក្តាប់ដៃរបស់គាត់សំឡេងរបស់គាត់ទៀបនឹងពោពេញដោយការអាក់អន់ចិត្តតើពេលណាទើបឯងប្រាប់ខ្ញុំបុរសសក់ខ្លីស្រាប់តែងាកមកវិញភ្នែករបស់គាត់បញ្ចេញពន្លឺភ្លើងតើមានរឿងអ្វីបរិយាកាសត្រជាក់បានគ្របដណ្ដប់ពួកគេរឿងពី2 ខែមុន2 ខែមុនបុរសសក់ខ្លីភ្ញាក់ផ្អើល2 ខែមុនតើឯងកំពុងនិយាយអំពីអ្វីថែងអាងក់ក្បាលភ្នែករបស់គាត់ពោពេញដោយការអាក់អន់ចិត្តតើឯងគិតថាខ្ញុំមិនដឹងអ្វីសោះឬយួងសានក្រហើមដៃរបស់គាត់ក្តាប់ចូលជាកណ្ដាប់ដៃតើឯងនៅតែគិតថាខ្ញុំបានបង្កាច់បង្ខប់នាងឬថែងអាដកដង្ហើមធំសំឡេងរបស់គាត់ជូរចត់ខ្ញុំដឹងថាឯងមិនមានចេតនាបែបនោះទេយួងសានកំថ្មិញមុខរបស់គាត់រមួលដោយកំហឹងចុះឯងមានន័យយ៉ាងម៉េចថែងអាបិទភ្នែកហាក់ដូចជាព្យាយាមទប់កំហឹងមុនពេលរឿងរ៉ាវកាន់តែអាក្រក់ខ្ញុំត្រូវតែប្រាប់លោកឪពុកយួងសានសើចយ៉ាងត្រជាក់ទឹកដำសំឡេងរបស់គាត់ពោពេញដោយការចំអកអាក្រក់លើអ្វីដែលបានស្លាប់ទៅហើយភ្នែករបស់ថាញ់អាបើកធំសំឡេងរបស់គាត់ញ័រដោយកំហឹងមានមនុស្សស្លាប់តើឯងនៅតែអាចនិយាយបែបនេះបានយ៉ាងដូចម្ដេចដឿងសានអោបដៃឲ្យមិត្តភ្នែកទឹកមុខបង្ហាញការស្អប់ខ្ពើមវាមិនមែនជារឿងធំទេម្យ៉ាងទៀត2 នាក់នោះបានស្លាប់ទៅហើយមនុស្សស្លាប់មិនអាចនិយាយបានទេថាញ់អាក្រហមដោយកំហឹងតើឯងនៅតែអាចនិយាយបែបនេះក្នុងពេលបែបនេះបានយ៉ាងដូចម្ដេចតើឯងរស់នៅយ៉ាងដូចម្ដេចរឿងអាស្រូវរបស់ឯងបានសាយភាយពេញរាជធានីបើខ្ញុំមិននៅទីនោះកៅនោះឯងច្បាស់ជាទទួលកម្មពៀយូរហើយភ្នែករបស់ដៀងសានបាក់ធំហើយគាត់បានសង្កត់សម្លេងគ្រប់ពាក្យឯងមកពីខាងក្រៅតើឯងអាចឃើញអ្វីគ្រប់យ៉ាងបានយ៉ាងដូចម្ដេចបានហើយបើឯងចង់ទៅចូលទៅរកអាជ្ញាធរឲ្យប្តឹងខ្ញុំទៅប្តឹងបងប្រុសរបស់ឯងថាជាមនុស្សអាក្រក់ទៅចុះប្តឹងខ្ញុំទៅថាញ់អាដកដង្ហើមវែងសំឡេងរបស់គាត់ទៀបចុះបើឯងទៅប្រាប់លោកឪពុករឿងរ៉ាវនឹងពិតជាអាក្រក់ខ្លាំងណាស់
ឌឿងសានស្រាប់តែសើចំអករួចស្រែកថាចុះបើលោកឪពុកដឹងតើមនុស្សស្លាប់អាចរស់ឡើងវិញបានទេបើរឿងនេះបែកធ្លាយតើឯងមិនដឹងទេថាក្បួនរថយន្តរបស់យើងនឹងមានគ្រោះថ្នាក់ថាញ់អាភ្ញាក់ផ្អើលសំឡេងរបស់គាត់ពោពេញទៅដោយការងឿងឆ្ងល់តើចំនួនរបស់ឯងមានពាក់ព័ន្ធអ្វីជាមួយក្បួនរថយន្តឌឿងសានងក់ក្បាលជោគបើបញ្ហានេះត្រូវបានលាតត្រដាងឲ្យអាជ្ញាធរចាប់ផ្ដើមស៊ើបអង្កេតតើលោកឪពុកមិនបានដឹងការពិតហើយនៅតែបិទបាំងឲ្យខ្ញុំទេឬតើលោកឪពុកអាចប្រគល់ខ្ញុំឲ្យអាជ្ញាធរបានយ៉ាងដូចម្ដេចត្រូវទេភ្នែករបស់ថាញ់អាបាក់ធំដោយមិនជឿគិតក្នុងចិត្តខ្លួនឯងថាតើគាត់ខ្លាចជាមនុស្សបែបនេះយ៉ាងដូចម្ដេចជឿងសានតម្រង់ខ្លួនឡើងដោយអោបដៃយ៉ាងក្រអឺតក្រទមហើយបិទភ្នែកក្មេងម្នាក់ដែលហៅខ្លួនឯងថាប្អូនប្រុសរបស់ខ្ញុំគាត់មិនអាចជួយអ្វីបានទេគ្រាន់តែបារម្ភថាខ្ញុំមិនត្រូវបានចាប់ខ្លួនតើគាត់គិតថាគាត់នឹងទទួលបានមរតកច្រើនជាងនេះទេប្រសិនបើខ្ញុំស្លាប់ថាន់អាខំធ្មីងការសម្លឹងរបស់គាត់ត្រជាក់ដោយទឹកកកក្រអឺតក្រទមយឿងសានសម្លឹងមេលទុកមុខខឹងសម្បារបស់ប្អូនប្រុសគាត់ញាក់ក្រោយហើយដើរចេញទៅគិតយ៉ាងក្រអឺតក្រទមនឹងមួម៉ៅថាតើមនុស្សដែលខ្សោយនិងស្កប់ស្កល់បែបនេះអាចជាប្អូនប្រុសរបស់ខ្ញុំបានយ៉ាងដូចម្ដេចរូបភាពរបស់អញហរបានលេចឡើងក្នុងគំនិតរបស់គាត់មុខដ៏គួរឲ្យស្រឡាញ់របស់ស្ត្រីម្នាក់នោះបបោរត់ក្រហមឆ្អិននិងភ្នែកដែលស្រមៃធ្វើឲ្យឈាមរបស់គាត់ពុះកញ្ជ្រោល Damn it ខ្ញុំនៅមានការណាត់ជួបជាមួយអញហរនៅថ្ងៃនេះជ្រុងមាត់របស់យើងសានកោងឡើងជាស្នាមញញឹមដ៏អាក្រក់អារម្មណ៍រំភើបបានសាយពាពេញរាងកាយរបស់គាត់គ្រាន់តែគិតអំពីវាគឺរំភើបហើយខ្ញុំមិនអាចខ្ជះខ្ជាយថ្ងៃនេះដោយសារតែរឿងទូចតាចនេះទេភ្លាមនោះសំឡេងស្រែកដ៏ខឹងសម្បារបានបន្លឺឡើងពីខាងក្រោយធ្វើឲ្យគាត់ភ្ញាក់ផ្អើលដើម្បីទទួលកម្មពៀរបស់ឯងហ្វឹកគូដែលកំពុងឆេះឆួលដោយកំហឹងនិងកាន់ដាវវែងដើរចូលមកជាមួយភ្នែកដ៏ត្រជាក់និងងងឹតយើងសានថយក្រោយមួយជំហានម្ដងដោយភ័យខ្លាចខ្លួនប្រាណរបស់គាត់ញ័រគឺអាម្នាក់នេះហ្វុកគូក្រវាដាវកាប់យ៉ាងសាហាវទៅលើដៃរបស់យើងសានស្លាប់ទៅភ្នែករបស់យើងសានបើកធំមុខរបស់គាត់ផ្លាស់ប្ដូរយ៉ាងខ្លាំងឈាមស្រស់មួយមាត់បានហូរចេញពីមាត់របស់គាត់ប្រឡាក់ផ្នែកខាងមុខនៃអាវរបស់គាត់ពណ៌ក្រហមគាត់ចាប់កាន់របួសរបស់គាត់សរសៃប៉ោងនៅកនិងស្រែកយ៉ាងវេទនាអ្នកការពារជួយខ្ញុំផងភុកគូឈរនៅទីនោះភ្នែកសរបស់គាត់បញ្ចេញមកក្រៅមុខរបស់គាត់សាហាវភ្លើងនៃកំហឹងកំពុងឆេះយ៉ាងខ្លាំងក្លាបើខ្ញុំមិនសម្លាប់គាត់មុនទេខ្ញុំនឹងស្លាប់មុនខ្យល់បានបក់បោកហែកស្លឹកឈើដោយនាំមកមើលក្លិនឈាមដ៏ក្រាស់និងធ្វើឲ្យស្លឹកឈើស្ងួតហោះហើរយ៉ាងច្របូកច្របល់ឈុតឆាកបានផ្លាស់ប្ដូរទៅខ្ទមស្បូវសាមញ្ញមួយដែលគ្របដោយភាពងងឹតធានញូឈរនៅកណ្ដាលខ្ទមមុខរបស់គាត់ស្លេកស្លាំងសម្លឹងមើលជុំវិញដោយភ័យស្លន់ស្លោសំឡេងរបស់គាត់ញ័រនេះមិនក៏អាចគាត់ស្រែកខ្លាំងប្អូនប្រុសប្អូនស្រីធានញូសម្លឹងមើលទៅក្នុងលំហទេតើគ្មាននរណានៅទីនេះទេសំឡេងស្អែករបស់គាត់បានបន្លឺឡើងក្នុងលំហដ៏ស្ងៀមស្ងាត់តើមានរឿងអ្វីកើតឡើងមិនក៏អាចធានញូដកដង្ហើមហត់ទ្រូងរបស់គាត់មានអារម្មណ៍ដូចជាកំពុងឆេះតើអ្នកគ្រប់គ្នាទៅណាអស់ហើយព្រះអាទិត្យលិចបានបញ្ចាំងពន្លឺពណ៌ទឹកក្រូចគ្របដឹងទៅលើផ្លូវដ៏មមាញឹកធានយូដាការក្តាប់ដំបងក្នុងដៃរបស់គាត់តឹងរហូតដល់សន្លក់របស់គាត់ប្រែជាពណ៌សគាត់ស្រាប់តែបុកនឹងបរិះម្នាក់ដែលកំពុងដើរយ៉ាងប្រញាប់ស្ទើរតែធ្វើឲ្យគាត់ដួលបរិះនោះស្រាប់តែស្រែកថាតើឯងកំពុងធ្វើអ្វីតើឯងមានភ្នែកនៅគូតឬប៉ុន្តែគាត់ស្រាប់តែភ័យស្លន់ស្លោ
ខ្លួនប្រាណរបស់គាត់ញ័រមុខរបស់គាត់ស្លេកស្លាំងស្អីគេហើយនៅពេលដែលគាត់បានឃើញអោរ៉ាសម្លាប់មនុស្សដែលបញ្ចេញពីធានញូបរោះនោះគាំងភ្នែករបស់ធានញូត្រជាក់និងងងឹតសំឡេងទន់ភ្លន់និងទាបបានភ្លឺឡើងក្នុងការចងចាំរបស់បរោះនោះអញ្ចឹងតើអីធានញូនិយាយទាំងភ័យស្លន់ស្លោប្រាប់ខ្ញុំមកអ្នកច្បាស់ជាបានឃើញពួកគេមែនទេឃើញបែបនេះបរោះនោះបានចង្អុលហើយនិយាយអ្វីមួយធានញូក្តាប់ដំបងនៅកឹងដៃរបស់គាត់កាន់តែតឹងស្បែកនៅលើសន្លាក់ស្លេករបស់គាត់ប្រេះដោយសារសម្ពាធមិនអាចទៅរួចទេវាសំហេតុផលពេកជំហានជើងធ្ងន់បានឈប់នៅមុខខ្លោងទ្វារធំនៃផ្ទះយើងអ្នកយាមទ្វារទាំងពីរនាក់បានស្រែកយ៉ាងខឹងសម្បាថាឈប់អ្នកយាមទ្វារម្នាក់ដើរចូលមកដោយងក់ក្បាលតើឯងមានការអ្វីធានយូងើបក្បាលឡើងយឺតភ្នែករបស់គាត់ក្រហមមុខរបស់គាត់ត្រជាក់ដូចទឹកកកការសម្លឹងដ៏មុតស្រួយរបស់គាត់បានសម្លឹងមើលទៅអ្នកយាមទ្វារឃើញបែបនេះអ្នកយាមទ្វារភ័យខ្លាំងរហូតដល់គាត់ញ័រពេញខ្លួននិយាយតក់ស្លុតមិនច្បាស់លាស់ភ្នែករបស់គាត់បាកធំអាម្នាក់នេះតើគាត់ជានរណាអ្នកយាមទ្វារទាំងពីរនាក់បានស្រែកព្រមគ្នាថាប្រាប់ឈ្មោះរបស់ឯងធានញូស្រាប់តែទាត់ទ្វារឲ្យបាក់អ្នកយាមទ្វារទាំងពីរនាក់បានដកដាវរបស់ពួកគេដោយស្រែកយ៉ាងខឹងសម្បាថាអ្នកឈ្លានពានដំបងនៅក្នុងដៃរបស់ធានញូបានវាយយ៉ាងខ្លាំងហើយដាវទាំងពីរបានធ្លាក់ចុះមកដីធានញូដាវកាត់សាកសពរបស់ពួកគេភ្នែកក្រហមរបស់គាត់សម្លឹងមើលទៅក្នុងទីធ្លាភុកគូអ្នកការពារពីរនាក់ពីកម្ពុជារថយន្តគ្រួសារយើងព្យាយាមគាត់ជាបន្តបន្ទាប់ម្នាក់ក្នុងចំណោមពួកគេសួរថាតើអាម្នាក់នេះជានរណាម្នាក់ទៀតដែលមានទឹកមុខក្រៀមក្រំបាននិយាយថាឈប់ធានញូមិនខ្វល់ពីពួកគេទាល់តែសោះគាត់ងក់ក្បាលដោយស្រែកយ៉ាងខឹងសម្បាថាតាបាស្តាបទួងសានណយណាចេញមកក្រៅឥឡូវនេះភ្លាមនោះបរិសចំណាស់ម្នាក់ពាក់អាវពណ៌សដែលមានអាកប្បកិរិយាដូចអ្នកប្រាជ្ញអមតៈបានបង្ហាញខ្លួនដោយរារាំងហ្វូវរបស់ធានញូហើយណែនាំយ៉ាងទន់ភ្លន់ថាប្អូនប្រុសសូមមេត្តាឈប់សិនប្អូនប្រុសប្រសិនបើអ្នកចង់ពិភាក្សាជំនួញជាមួយក្បួនរថយន្តគ្រួសារទួងសាន់អ្នកត្រូវតែអនុវត្តតាមច្បាប់ដើម្បីចូលធានញូឆ្លើយតបដោយសំឡេងត្រជាក់ថាខ្ញុំមកទីនេះដើម្បីស្វែងរកនរណាម្នាក់ឮដូច្នេះបុរសចំណាស់បានធាក់ចូលទៅក្នុងការគិតអោរ៉ាដ៏កាចសាហាវបែបនេះតើគាត់មកពីនិកាយណាទ្វារខាងមុខត្រូវបានចាក់សោប៉ុន្តែគាត់នៅតែគាត់មិនមែនជាមនុស្សធម្មតាទេវាហាក់ដូចជាគាត់នឹងមិនងាយស្រួលនឹងដោះស្រាយទេបុរសចំណាស់បានបន្តសួរគាត់យ៉ាងទន់ភ្លន់ថាតើអ្នកកំពុងស្វែងរកនរណាខ្ញុំនឹងជួយអ្នកធានញូឆ្លើយខ្លាំងដោយគ្មានការគួរសមថាប្អូនប្រុសរបស់ខ្ញុំភុកគូនឹងទួងសាន់ផងដែរប្រគល់បុរសនោះមកបុរសចំណាស់បានគណនាក្នុងចិត្តទួងសាន់តើគាត់ជាចៅហ្វាយវ័យក្មេងនៃផ្ទះនេះឬហើយភុកគូជានរណាបុរសចំណាស់បានឡើងហើយសួរថាមនុស្សឈ្មោះទួងសាន់ដែលអ្នកកំពុងស្វែងរកតើគាត់ជាចៅហ្វាយវ័យក្មេងនៃផ្ទះនេះឬធានយូឆ្លើយតបដោយព្រឺងើយកន្តើយថាខ្ញុំមិនដឹងអំពីចៅហ្វាយវ័យក្មេងឬចៅហ្វាយទី2ណាមួយទេខ្ញុំគ្រាន់តែដឹងថាគាត់ពិតជាមកពីផ្ទះនេះឮដូច្នេះបុរសចំណាស់មានការងឿងឆ្ងល់យ៉ាងខ្លាំងតើមានរឿងអ្វីកើតឡើងបន្ទាប់មកគាត់បានងាកទៅរកអ្នកការពារម្នាក់ហើយនិយាយថាទៅរាយការណ៍ប្រាប់ Caravan Master ប្អូនប្រុសម្នាក់នេះមិនមានអ្វីគួរឲ្យខ្លាចនោះទេប្រសិនបើយើងអាចជួយគាត់ដោះស្រាយរឿងនេះបានយើងត្រូវតែជួយកូនចៅបានឆ្លើយតបថាបាទហើយចូលទៅខាងក្នុងភ្លាមបុរសចំណាស់បានងាកមកវិញម្ដងទៀតដោយនិយាយយ៉ាងគួរសមទៅកាន់ធានញូខ្ញុំមិនដឹងថាហេតុអ្វីបានជាអ្នកមកទីនេះទេប្អូនប្រុសប៉ុន្តែខ្ញុំបានបញ្ជូននរណាម្នាក់ឲ្យទៅដោះស្រាយរឿងរបស់អ្នកហើយគាត់បន្តក្នុងលក្ខណៈរុរាយរាក់ទាក់ប្អូនប្រុសតើអ្នកអាចប្រាប់ខ្ញុំឈ្មោះរបស់អ្នកបានទេតើអ្នកមកពីសាលាណា
គ្រូរបស់អ្នកច្បាស់ជាមនុស្សខ្លាំងពូកែណាស់ធានយូមានការភ្ញាក់ផ្អើលបន្តិចចំពោះសំណួរជាបន្តបន្ទាប់របស់បុរសចំណាស់គាត់ងក់ក្បាលបន្តិចប៉ុន្តែនៅតែឆ្លើយតបយ៉ាងស្រទន់ថាឈ្មោះរបស់ខ្ញុំគឺធានយូជាសិស្សចំនួនទី18នៃ Shadowless Sect ឬដូច្នេះបុរសចំណាស់ក៏មានការភ្ញាក់ផ្អើលបន្តិចដែរគិតក្នុងចិត្តខ្លួនឯងថា Shadowless Sect សំណួរជាបន្តបន្ទាប់បានលេចឡើងខ្លាំងគំនិតរបស់គាត់តើអាចទៅរួចយ៉ាងដូចម្ដេចនៅអាយុនេះมันអាចមានអូរ៉ាបែបនេះទេលើពីនេះទៅទៀតតើ Shadowless Sect បានបង្ហាញខ្លួនឡើងវិញនៅក្នុងពិភពគុណឬបុរសចំណាស់បានសំពះដោយគោរពជាផ្លូវការចំពោះធានយូខ្ញុំបានឮកិត្តិយសរបស់ Shadowless Sect ជាយូរមកហើយវាពិតជាសំណាងណាស់ដែលបានជួបនេះពិតជាកិត្តិយសសម្រាប់តាវអ៊ីសដរ៉ាទៀកនេះធានយូសម្លឹងមើលបុរសចំណាស់ដោយការប្រុងប្រយ័ត្នការសម្លឹងនោះតែមួយគឺគ្រប់គ្រាន់ដើម្បីធ្វើឲ្យនរណាម្នាក់ញ័រដោយមិនចាំបាច់ត្រជាក់តើតាវអ៊ីសនេះមានទំនាក់ទំនងអ្វីនឹងកន្លែងនេះសំណួរចំរបស់គាត់ធ្វើឲ្យតាវអ៊ីសចាស់សើចខ្លាំងគ្មានអ្វីទេខ្ញុំគ្រាន់តែជាអ្នកធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះប៉ុន្តែប្អូនប្រុសតើអ្នកអាចប្រាប់ខ្ញុំបានទេថាហេតុអ្វីបានជាអ្នកមកទីនេះធានយូឆ្លើយតបដោយស្ងប់ស្ងាត់ថាខ្ញុំមកទីនេះដើម្បីស្វែងរកនរណាម្នាក់សូមអភ័យទោសដែលមិនអាចរៀបរាប់លំអិតបានខណៈដែលគាត់និយាយគាត់បានរឹតបន្តឹងការក្តាប់ដំបងរបស់គាត់ថាមពលខាងក្នុងដ៏ខ្លាំងក្លារបស់គាត់បានហូរតាមវាដែលធ្វើឲ្យតាវអ៊ីសចាំញញឹមយ៉ាងជូរចត់ហើយនិយាយថាតើមានរឿងអ្វីកើតឡើងយប់បានធ្លាក់ចុះនៅក្រោមសំយ៉ាបនៃអគារបុរាណជ្រៅក្នុងទីធ្លាដ៏ស្ងប់ស្ងាត់សំឡេងជំហានជើងដ៏រឹងមាំបានបន្លឺឡើងបុរសម្នាក់បានបង្ហាញខ្លួនដោយត្រូវបានហ៊ុំព័ទ្ធដោយញាក់ការពារខ្ពស់4ដែលដូចជាជញ្ចាំងសម្រិតនិងកំពាំងដែកគាត់បាននិយាយថាខ្ញុំជាម្ចាស់នៃកន្លែងនេះឌឿងឌីនភីវតើពួនប្រុសម្នាក់នេះជានរណាហេតុអ្វីបានជាអ្នកឆ្លើយម្លេះដែលហ៊ានចូលមកក្នុងពិចាររបស់អ្នកដតីបែបនេះធានយូដែលបានរងចាំដោយអត់ធ្មត់និយាយឡើងភ្លាមប្រសិនបើបញ្ហាត្រូវបានដោះស្រាយខ្ញុំនឹងសុំទោសចំពោះអាកប្បកិរិយាឆ្លើយរបស់ខ្ញុំតើឌឿងសាននោះនៅឯណាផងដែរតើញាក់បានឃុំខ្លួនប្អូនប្រុសរបស់ខ្ញុំភុកគូនៅឯណាឌឿងឌីនភៀវជេរខ្លាំងតើខ្ញុំអាចយល់ញាក់បានយ៉ាងដូចម្ដេចដែលញាក់និយាយមិនសមហេតុផលបែបនេះម្យ៉ាងគ្មាននរណាម្នាក់នៅក្នុងផ្ទះរបស់ខ្ញុំឈ្មោះភុកគូទេភ្លាមនោះកូនចៅម្នាក់បានអន់ទៅខ្សឹបអ្វីមួយនៅត្រចៀកគាត់បន្ទាប់ពីបានឮវាឌឿងឌីនភៀវក៏ខឹងសម្បាយ៉ាងខ្លាំងដោយស្រែកថាអូអញ្ចឹងភុកគូគឺជាឈ្មោះរបស់ជនអាក្រក់នោះគាត់សម្លឹងធានយូដោយការវិនិច្ឆ័យវាហាក់ដូចជាញាក់នឹងគាត់គឺជាមនុស្សប្រភេទតែមួយក្នុងពេលជាមួយគ្នាកូនចៅទាំង4នៅក្បែរគាត់ក៏ចាប់ផ្ដើមធ្វើសកម្មភាពធានយូមិនអាចទប់កំហឹងរបស់គាត់បានទេដោយឮថាប្អូនប្រុសរបស់គាត់ត្រូវបានគេបង្កាច់បង្ខូចគាត់បានស្រែកថាជនអាក្រក់តើណាហៅនរណាថាជាជនអាក្រក់កូនប្រុសរបស់អ្នកគឺជា bastard ដែលហ៊ានប្រមាថស្ត្រីវ័យក្មេងទាំងថ្ងៃត្រង់ប្រសិនបើអ្នកនិយាយថាប្អូនប្រុសរបស់ខ្ញុំសាហាវវាគ្រាន់តែដោយសារតែគាត់ចង់ស្វែងរកយុត្តិធម៌សម្រាប់ senior sister របស់គាត់យឿនដេងភូខឹងខ្លាំងណាស់រហូតដល់គាត់ចង្អុលទៅធានយូឆ្លើយតើនេះជាកន្លែងបែបណាដែលអនុញ្ញាតឲ្យអ្នកនិយាយមិនសមហេតុផលបែបនេះតើអ្នកដឹងទេថាប្អូនប្រុសរបស់អ្នកបានប្រព្រឹត្តបទឧក្រិដ្ឋដ៏សាហាវអ្វីខ្លះខណៈដែលគាត់និយាយយឿនឌីងភូបានចាប់ទ្រូងរបស់គាត់មុខរបស់គាត់រមួលដោយការឈឺចាប់ Bastard នោះបានកាប់ដៃកូនប្រុសរបស់ខ្ញុំគាត់ស្ទើរតែសម្លាប់គាត់សម្លឹងមើលធានយូដោយក្តីស្អប់និយាយស្អែកថាឥឡូវនេះតើខ្ញុំអាចនិយាយថាប្អូនប្រុសដ៏ទើកតុករបស់អ្នកគឺជាជនអាក្រក់បានទេខ្ញុំមិននឹកស្មានថាអ្នកហ៊ានមកផ្ទះរបស់ខ្ញុំដើម្បីស្លាប់ទេខ្ញុំមិនអាចសុំអ្វីលើពីនេះបានទេធានយូមិនអាចទ្រាំនឹងមនុស្សម្នាក់ដែលបង្វិលខ្មៅទៅជាសគាត់សម្លឹងចំទៅយឿងឌីងភូ
ហើយក្រហមថាចោះយ៉ាងម៉េចបដៃមួយត្រូវបានកាប់ប្អូនប្រុសរបស់ខ្ញុំបានស្លាប់ទៅហើយកំហឹងរបស់គាត់បានជៀនបាល់កំពូលថាមពលខាងក្នុងបានហុកឡើងជុំវិញខ្លួនរបស់គាត់ល្អណាស់ថ្ងៃនេះខ្ញុំនឹងកាប់ដៃជើងទាំងអស់របស់ឆ្កែរបស់ញាក់ហើយកិនគាត់ជាបំណែករាប់រយយើងដេញព្យូបានបញ្ជាឲ្យអ្នកការពារចងអុលម្រាមដៃទៅធានយូតើពួកឯងឈមមើលស្អីឆាប់ឡើងចាប់បាស្តាតដ៏សាហាវនោះឲ្យខ្ញុំធ្វើឲ្យគាត់លិតជង្គង់លឺពាក្យរបស់គាត់កំហឹងរបស់ធានយូកាន់តែឆាបឆេកខ្លាំងឡើងគាត់ក្រហឹមដោយកំហឹងឪពុកបែបណាកូនបែបនោះមកចាំមើលថានរណាស្លាប់មុនកូនចៅបានគោរពតាមបញ្ជាបានប្រញាប់ទៅមុខយ៉ាងលឿនដើម្បីវាយប្រហារធានយូក្នុងមួយប៉ព្រិចភ្នែកបន្ទាប់ពីការវាយប្រហារដ៏ខ្លាំងក្លា200ពីរអ្នកចំណោមពួកគេបានដួលម្នាក់ទៀតបានសម្រុកចូលយ៉ាងខ្លាំងពីខាងក្រោយហើយស្រែកថាអាបាស្តាតហើយកាប់ទៅលើខ្នងរបស់ធានយូឈាមស្រស់បានខ្ទេចគ្រប់កន្លែងប៉ុន្តែធានយូហាក់ដូចជាមិនខ្វល់ដោយផ្ដោតនៅការទាត់ដ៏ខ្លាំងក្លាទៅលើចំហៀងខ្លួនរបស់បរិសនោះបន្ទាប់មកតាមដោយមួយទៀតដោយបញ្ជូនអ្នកវាយប្រហារដ៏សាហាវនោះឲ្យហោះទៅគាត់ងាកមកវិញសំឡេងរបស់គាត់ពោពេញដោយការអាក់អន់ចិត្តហើយគ្រវីដំបងរបស់គាត់ម្ដងហើយម្ដងទៀតដោយវាយបរិសដែលនៅសល់ឲ្យចេញឆ្ងាយគាត់ស្រែកថាពួកឯងទាំងអស់គ្នាទៅស្លាប់ទៅតៅអេសចាស់បានសង្កេតមើលការប្រយុទ្ធយ៉ាងស្ងៀមស្ងាត់បេះដូងរបស់គាត់ពោពេញដោយការភ្ញាក់ផ្អើលបច្ចេកទេសនោះវាច្បាស់ជាមកពី Shadowless Sect តើវាអាចខូក្រៅយ៉ាងនេះបានយ៉ាងដូចម្ដេចគាត់មិនបង្ហាញការអាណិតអាសូរក្នុងការវាយប្រហាររបស់គាត់ទេបរិសម្នាក់ទៀតកាន់ដាវបានសម្រុកទៅមុខដោយក្រហមយ៉ាងសាហាវដាវបានប៉ះនឹងដំបងរបស់ធានយូហើយស្នាមប្រេះមួយបានលិតឡើងនៅលើវាភ្លាមបន្ទាប់មកដាវមិនអាចទប់ទល់នឹងកម្លាំងបានទេហើយបែកខ្ទេចជាបំណែកមុតស្រួចរាប់មិនអស់ពីស្នាមប្រេះធានយូបិទភ្នែកយ៉ាងស្ងប់ស្ងាត់បន្ទាប់មកបង្វិលដំបងរបស់គាត់យ៉ាងខ្លាំងដោយបង្កើតជាខ្យល់គួចដ៏សាហាវបន្ទាប់មកគាត់បានវាយដំបងរបស់គាត់ទៅកាន់ពួកគេដោយអស់កម្លាំងខ្យល់គួចបាននាំយកបំណែកដ៏សាហាវរាប់មិនអស់នៃដាវដែលបែកហើយអ្នកការពារបានទទួលរងនឹងការវាយប្រហារដ៏គួរឲ្យភ័យខ្លាចនេះយ៉ាងពេញទំហឹងតាវអេសចាបានដឹងពីគ្រោះថ្នាក់ហើយប្រញាប់ទៅឈរនៅមុខដួងឌីងភៀវដើម្បីអនុវត្តបច្ចេកទេសការពារយ៉ាងលឿនដើម្បីបង្កើតជាខែវដ៏រឹងមាំនៅខាងពួកគេកំហឹងរបស់ធានយូកាន់តែឆាក់ឡើងគាត់វាយប្រហារឥតឈប់ឈរមាត់របស់គាត់ក្រហមដោយផ្គរលួនប្រគល់ប្អូនប្រុសរបស់ខ្ញុំនឹងដួងសានមកថាញ់អាបានបង្ហាយខ្លួនពីកន្លែងណាក៏មិនដឹងដោយព្យាយាមបញ្ឈប់ការវាយប្រហាររបស់ធានយូឈប់ដាវនៅក្នុងដៃរបស់គាត់បានព្យាយាមទប់ទល់នឹងការវាយប្រហារដ៏ខ្លាំងក្លារបស់ធានយូប៉ុន្តែអូរ៉ារបស់ធានយូបានធ្វើឲ្យគាត់ភ័យខ្លាចគាត់មិនអាចទប់ដំបងបានទាំងស្រុងទេហើយបានស្រែកយ៉ាងប្រញាប់ថាចាំសិនធានយូមិនយកចិត្តទុកដាក់នឹងពាក្យរបស់ថាញ់អាទេដោយវាយដំបងរបស់គាត់ទៅកាន់គូប្រកួតរបស់គាត់បង្ខំឲ្យថាញ់អាប្រើកម្លាំងទាំងអស់របស់គាត់ទប់ទល់ខណៈពេលដែលស្រែកយ៉ាងស្លន់ស្លោថាតោះនិយាយគ្នាសិនការស្អប់ដែលមិនអាចគ្រប់គ្រងបានធ្វើឲ្យធានយូបញ្ចេញថាមពលពេញលេញរបស់គាត់ថាមពលខាងក្នុងជុំវិញខ្លួនរបស់គាត់ស្រាប់តែមានពណ៌ក្រហមងងឹតដូចចម្លែកហាក់ដូចជាត្រៀមខ្លួនដើម្បីកំទេចនរណាម្នាក់ដែលហ៊ានឈរនៅផ្លូវរបស់គាត់ឃើញទិដ្ឋភាពដ៏គួរឲ្យភ័យខ្លាចនេះភ្នែករបស់ថាញ់អាបើកធំដោយភាពភ័យរន្ធត់តើឲ្យចាស់បានស្រែកយ៉ាងប្រញាប់បារាមថាថាញ់អាថយក្រោយប៉ុន្តែថាញ់អាឈរនៅស្ងៀមអនុញ្ញាតឲ្យធានយូរៀបចំការវាយប្រហារបន្ទាប់របស់គាត់ជាការវាយប្រហារដែលផ្ទុកនៅកំហឹងដែលមិនអាចបញ្ឈប់បាននៅពេលនេះមានតែគំនិតមួយប៉ុណ្ណោះនៅសល់ក្នុងចិត្តរបស់ធានយូវាយកុំឈប់ពាក់កណ្ដាលផ្លូវមុខរបស់ធានយូពោពេញដោយកំហឹងនៅពេលដែលគាត់លើកដំបងរបស់គាត់
ហៀបនឹងវាយថាញ់អានៅចំពោះមុខគាត់គ្រាន់តែដំបងរបស់គាត់ហៀបនឹងវាយគូប្រកួតរបស់គាត់តៅអាវពាក់អាវសបានប្រញាប់ទៅមុខដើម្បីអន្តរាគមន៍ដោយមានគោលបំណងធ្វើឲ្យកម្លាំងនៃការវាយប្រហារដល់គ្រោះថ្នាក់ចុះខ្សោយអំបញ្ញមិញនេះធានយូបានបាត់បង់ការគ្រប់គ្រងភ្នែកសអបគាត់រមៀលត្រឡប់មកវិញនៅពេលគាត់ឃើញឈាមស្រស់ហូរនៅចំពោះមុខគាត់បានស្រែកថាតើញាក់មិនឃើញថាក្មេងម្នាក់នេះគ្មានចេតនាចង់វាយតបទេឬបន្ទាប់មកគាត់បានក្រវីភ្លិតនៅក្នុងដៃរបស់គាត់ដែលរុនធានយូត្រឡប់ទៅវិញឃើញបែបនេះថាញ់អាបានងាកមកយ៉ាងទន់ខ្សោយហើយនិយាយទៅកាន់គាត់ថាអ្នកបានបាត់បង់ឈាមច្រើនពេកហើយកុំធ្វើឲ្យរឿងកាន់តែអាក្រក់បន្ទាប់មកមុនពេលដួលគាត់គ្រាន់តែអាចនិយាយបានថានឹងមានតម្លៃធ្ងន់ដែលត្រូវបង់ធានយូក៏រងរបួសយ៉ាងធ្ងន់ធ្ងរដែរឈាមហូរចេញពីមាត់របស់គាត់ប៉ុន្តែគាត់មិនខ្វល់ពីរបួសរបស់គាត់ដោយគ្រាន់តែគិតក្នុងចិត្តខ្លួនឯងថាមនុស្សម្នាក់នោះហេតុអ្វីបានជាតៅអ៊ីសពេអាវសបានប្រឈមមុខនឹងធានយូហើយនិយាយថាក្មេងម្នាក់នេះបានបង្ហាញខ្លួននៅទីនេះដោយចេតនាល្អនៅពេលនេះយើងដេញភៀវដែលបានឃើញអ្វីៗគ្រប់យ៉ាងតាំងពីដើមបានស្រែកភ្លាមៗថាតើយ៉ាងមានគំនុំអ្វីជាមួយគ្រួសារយើងរបស់យើងនៅពេលនេះតៅអ៊ីសបានប្រមូលផ្ដុំធម្មពលទាំងអស់របស់គាត់បែររបស់គាត់នៅលើដងដាវនៃចង្កេះរបស់គាត់ដោយពុះកញ្ជ្រោលដោយកំហឹងញាក់វាយបហាដោយភាពខកខ្វៅបែបនេះតៅអ៊ីសដ៏រៀបទៀបនេះមិនបានដកដាវរបស់គាត់អស់រយៈពេលយូរមកហើយប៉ុន្តែថ្ងៃនេះខៀវមិនអាចឈរមើលបានទៀតហើយរាងកាយទាំងមូលរបស់ធានយូមានអារម្មណ៍ថាកកគាត់គ្រាន់តែអាចព្រិចភ្នែកនៅពេលគាត់មើលគូប្រកួតរបស់គាត់ប្រមូលផ្ដុំធម្មពលដើម្បីវាយប្រហារភ្លាមនោះរូបមួយបានលេចឡើងហើយនិយាយថាតោះឈប់ត្រឹមនេះវាគឺ Blacksmith ជងគាត់ឈរនៅចន្លោះអ្នកទាំងពីរការសម្លឹងរបស់គាត់សម្លឹងមើលយ៉ាងរឹងមាំទៅលើថៅអ៊ីស Blacksmith ជងនិយាយយ៉ាងម៉ឺងម៉ាត់ថាអ្នកបានឆ្លងកាត់ព្រំដែនហើយយងឌីងភៀវឃើញមនុស្សម្នាក់ទៀតបង្ហាញខ្លួនហើយគិតក្នុងចិត្តខ្លួនឯងថាតើនេះជានរណាទៀតក៏ស្រែកខ្លាំងៗថាតើឯងជានរណាដែលមកជ្រៀតជ្រែកក្នុងរឿងរបស់អ្នកដទៃបរិះនោះតបវិញថាតើមនុស្សត្រូវការហេតុផលដើម្បីដើរទៅមុខទេបន្ទាប់មកគាត់បានងាកទៅរកធានយូដែលនៅតែស្រឡំកាំងហើយណែនាំគាត់ក្នុងទឹកដមសំឡេងជាម៉ាសូអាំងខលខ្ញុំមិននៅទីនោះពេលនោះទេប៉ុន្តែខ្ញុំដឹងថាមានរឿងអ្វីកើតឡើងឥឡូវនេះទោះបីជាយ៉ាងណាឯងធ្វើប្រហែលពេកហើយធានយូភ្ញាក់ផ្អើលហ៎ Blacksmith ជួងបន្តថាតើឯងបានសេចក្តីក្លាហានមកពីណាដើម្បីសម្រុកចូលទីនេះតែម្នាក់ឯងធានយូមិនដឹងនិយាយអ្វីទេគឺបរិះនោះសួរម្ដងទៀតថាតើឯងភ្លេចថាឯងជា Elder Senior Brother ឬបើឯងទៅឆ្ងាយពេកឯងនឹងបំផ្លាញអ្វីៗគ្រប់យ៉ាងដោយដៃរបស់ឯងផ្ទាល់បើឯងស្លាប់នៅទីនេះតើនរណានឹងមើលថែបួនប្រុសរបស់ឯងនៅពេលនេះធានយូបានដឹងពីកំហុសរបស់គាត់ហើយមានអារម្មណ៍សោកស្ដាយមនុស្សគុំតារហើយខ្ញុំធ្វើប្រហែសនឹងល្ងងពេកហើយឮដូច្នេះ Blacksmith ជ្រុងបានផ្ដល់ការណែនាំយ៉ាងស្មោះស្ម័គ្រល្អណាស់ដែលឯងយល់ចាប់ពីពេលនេះតទៅបើមានអ្វីកើតឡើងឯងត្រូវប្រាប់ខ្ញុំមុនពេលឯងធ្វើសកម្មភាពកុំភ្លេចរឿងនោះហើយរឿងមួយទៀតកុំបណ្ដោយឲ្យការស្អប់ខ្ពើមបិទបាំងការវិនិច្ឆ័យរបស់ឯងបែបនេះទៀតមនុស្សល្ងន់គឺជាមនុស្សដែលមិនអាចបែងចែករវាងឧបាយកលនិងមធ្យោបាយការពារគ្រួសាររបស់ពួកគេឯងត្រូវតែខ្លាយជាមនុស្សរឹងមាំកុំស្តាក់ស្ទើរត្រូវមើងម៉ាត់ធានយូអោនក្បាលហើយរំអ៊ូថានឹងមិនមានលើកក្រោយទេ Blacksmith ជួងទះស្មារបស់គាត់ដើម្បីលើកទឹកចិត្តតោះទៅឃើញពួកគេដោះស្រាយរឿងផ្ទាល់ខ្លួនរបស់ពួកគេហើយរៀបចំចាក់ចេញមុខរបស់យូងឌីងភៀវប្រែជាស្លេកស្លាំងនៅពេលគាត់ស្រែកថាតើរឿងនេះមានន័យយ៉ាងណាតើអញជានរណាដែលហ៊ាន Blacksmith ជួងងាកក្បាលហើយជំរុញថាតើមានអ្វីទៀតទេ
អ្នកគួរតែប្រញាប់យកក្មេងដែលរងរបួសចេញទៅព្យាបាលឲ្យបានត្រឹមត្រូវយូងឌីងភៀវក្រហមថាតើអ្នកនៅតែអាចនិយាយបែបនេះបាននៅពេលនេះយ៉ាងដូចម្ដេច Blacksmith ជ្រឿងតបវិញថាខ្ញុំធ្វើតាមអ្វីដែលខ្ញុំពេញចិត្តតើមានបញ្ហាអីទេឌូងឌីងភៀវស្រែកដោយការខកចិត្ត Bastard នោះមិនចាកចេញទេគាត់បានសម្លាប់អ្នកប្រយុទ្ធរបស់ខ្ញុំជាច្រើនអ្នកហើយហ៊ានបង្កាច់បង្ខូចកូនប្រុសរបស់ខ្ញុំហើយប្អូនប្រុសរបស់គាត់បានកាប់ដៃកូនប្រុសរបស់ខ្ញុំមួយហើយអ្នកនៅតែចង់ធ្វើតាមចិត្តរបស់អ្នកបន្ទាប់ពីអស់នោះ Blacksmith ជ្រឿងសួរយ៉ាងស្ងប់ស្ងាត់ថាអ្វីទាំងអស់មានហេតុផលតើក្មេងនេះចាប់ដើមបញ្ហាឬជាពួកអ្នកឮដូច្នេះគាត់នៅតែបដិសេធមិនព្រមថយក្រោយនិយាយខ្លាំងថាតើអ្នកកំពុងនិយាយរឿងមិនសមហេតុផលអី Blacksmith ជ្រឿងនិយាយម្ដងទៀតថាខ្ញុំកំពុងសួរថាតើនរណាជាអ្នកចាប់ផ្ដើមបញ្ហានៅទីនេះមុនឌូងឌីងភៀវទាល់តម្រិះBlacksmith ជ្រឿងរើដំបងរបស់ធានញូហើយងាកកិច្ចចោលចេញគឺពួកអ្នកដែលចាប់ផ្ដើមវាមែនទេហេតុអ្វីបានជាអ្នកមិនគិតអំពីអ្វីដែលកូនប្រុសច្បាងរបស់អ្នកបានធ្វើមនុស្សប៉ុន្មានអ្នកដែលគាត់បានសម្លាប់មនុស្សប៉ុន្មានអ្នកដែលគាត់បានធ្វើឲ្យរបួសហើយថែមទាំងបញ្ជូនមនុស្សទៅឡោមព័ទ្ធពួកគេទៀតដូច្នេះប្រសិនបើខ្ញុំប្រាប់អ្នកឲ្យសម្លាប់ខ្ញុំតើអ្នកនឹងវាយខ្ញុំដែរឬទេម្យ៉ាងទៀតតើកូនប្រុសរបស់អ្នកស្លាប់ហើយឬនៅមានមនុស្សស្លាប់នៅទីនេះជាមួយនឹងពាក្យនោះគាត់បានរឹតបន្តឹងការក្តាប់ដំបងហើយបន្តថានេះគឺដោយសារតែកូនប្រុសដ៏ទើគូតុរបស់អ្នកខ្ញុំត្រូវជួយសង្គ្រោះមនុស្សរបស់ខ្ញុំសិនយើងនឹងទូទាត់គណនេយ្យនៅពេលក្រោយប្រសិនបើអ្នកនៅតែចង់ឃុំពួកយើងនៅទីនេះគ្រាន់តែសាក់លបងតាមវិធីរបស់អ្នកទៅឌូង Master នៅតែរឹងលួតើខ្ញុំដឹងយ៉ាងដូចម្ដេចថាអាមណៈនោះកំពុងកុហកឬអត់ Blacksmith ទ្រួងឆ្លើយភ្លាមថាដូច្នេះអ្នកជឿតែសម្ដីកូនប្រុសរបស់អ្នកប៉ុណ្ណោះវាហាក់ដូចជាអ្នកយល់ច្រឡំអ្វីមួយខ្ញុំមិននិយាយបែបនេះដោយសារតែខ្ញុំខ្លាចអ្នកទេប្រសិនមកខ្ញុំបណ្ដោយឲ្យក្មេងនេះស្វែងរកបំណុលឈាមរបស់គាត់ដោយដៃរបស់គាត់ផ្ទាល់វានឹងក្លាយជាគ្រោះមហន្តរាយឃើញបែបនេះTaoist Master បានជៀនជើងទៅមុខដើម្បីសម្របសម្រួលរវាងភាគីទាំងពីរបានហើយគ្រាន់តែឲ្យពួកគេទៅសិនខុសនឹងត្រូវអាចកំណត់បាននៅថ្ងៃក្រោយ Blacksmith ទ្រួងនិយាយត្រង់នោះគឺជាចំណុចរបស់ខ្ញុំពួកគេចាប់ផ្ដើមបញ្ហាមុនដូច្នេះអ្នកត្រូវតែប្រគល់ដួងសាននោះមកដួងយិនឌីងហ្វៀលស្រែកយ៉ាងខាងសង្បាវថាតើអ្នកអាចនិយាយបែបនេះបានយ៉ាងដូចម្ដេច Blacksmith ទ្រួងឆ្លើយភ្លាមថាតើមានអ្វីពិបាកទទួលយកអំពីអ្វីដែលខ្ញុំបាននិយាយអ្នកបានឃើញវាដោយខ្លួនឯងហើយកូនប្រុសពៅរបស់អ្នកគ្មានចេតនាចង់វាយតប់ទេឬដូច្នេះគាត់និយាយមិនចេញភ្នែករបស់គាត់បើកធំបន្ទាប់មក Blacksmith ទ្រួងបានងាកទៅរក Taoist Master ហើយនិយាយថាកុំបារម្ភវាហាក់ដូចជា Sword of Mercy របស់អ្នកនឹងមិនមានឱកាសត្រូវបានដកចេញទេTaoist មានការភ័យខ្លាចនៅខាងក្នុងគាត់ដឹងអត្តសញ្ញាណរបស់ខ្ញុំប៉ុន្តែមិនលាក់ត្រដែងខ្ញុំគាត់បែកញាស់ត្រជាក់ហើយនិយាយយ៉ាងព្រួយបារម្ភបានហើយយើងនឹងឲ្យក្មេងនោះទៅប៉ុន្តែខ្ញុំមិនដឹងអត្តសញ្ញាណរបស់មេនេះទេតើយើងមិនគួរដឹងទេឬ Blacksmith ទ្រួងឆ្លើយថាមេស្អីនៅចំពោះមុខអ្នកគឺគ្រាន់តែជា Master ទ្រួងនៃកន្លែងលុតដៃគ្រួសារទ្រួងប៉ុណ្ណោះអ្នកនឹងដឹងនៅពេលក្រោយនៅចំណុចនេះធានញូបាននិយាយឡើង Muscle Ankle យើងនៅតែត្រូវនាំហ្វុកកូទៅលុបទៅវិញគាត់ណែនាំថាហ្វុកកូមិននៅទីនេះទេតោះចាក់ចិនសិនហើយនិយាយគ្នានៅពេលក្រោយយើងឌីងភៀវបានឃើញអ្វីគ្រប់យ៉ាងប៉ុន្តែគ្រាន់តែអាចខំថ្មិញឲ្យសម្លឹងមើលដោយមិនអាចនិយាយបានមួយម៉ាត់ឈុតឆាកបានផ្លាស់ប្ដូរទៅខាងក្នុងនៃកម្លាំងលុតដែកនៅពេលនេះដៃរបស់ធានញូកំពុងក្តាប់ដាវដែលមិនទាន់មានរូបរាងក្តៅក្រហមខណៈដែលដៃម្ខាងទៀតកាន់ញញួរដែកកផក់ជាមួយនឹងសម្លេងមួយញញួរដែកបានវាយយ៉ាងខ្លាំងទៅលើដៃក្រហមនៅខាងក្រោម
Cầm đáo pi cần lành lụt đáy ban thơ ao nhựa hôi chóc một lơ một rồi bỏ cót đôi tuần lê. Bần tai thiên nhú hạc đôi chi mình khvol tê. Bố bố mô roát rồi bỏ cót bật chít hạc đôi chi cầm pung kết dạng trừ. Khả nạn bê đã cầm pung rung rồi bố bỏ cót môn ní. Blacksmith truông đàn đi dây thà. Khiếm có bạn đang dứt bê đai. Khiếm kết thả bộ ái nơ rôn nơ bàn lõ. Khiếm ban từ mơ pliêm, bần tai nơ bê khiếm tự đọt tế. Viết tổ tê sát. Khmít nô na nơ tì nụ tì. Vì hạc đôi chữ bộ kế bàn rốt cách khuôn rúi hai nơ bê nụ. Thiên nhô nghiệt hay ní dây tóc sụt thà. Phúc câu bàn bằng cọ ở miền rừng thông nơ tì nụ. Cọt bàn cặp đay ra bố bastard nụ mùi. Bồ rò nụ ní dây thà. Nơ khung sát thà nực hiệp ní. Đầm nâng akrok bứt chứ đầm nâng là o. Thiên nhô xuống một đòn tiết đòi pruy bà ròm thà. ប្រសិនបើអាចតើអ្នកអាចផ្ដល់ឲ្យខ្ញុំនៅនរណាម្នាក់ដើម្បីតាក់ទងប្រសិនបើមានអ្វីកើតឡើង Blacksmith ទ្រួងដកដង្ហើមធំឯងស្ទើរតែស្លាប់លើកនេះឯងដឹងទេធានញូព្យាយាមពន្យល់ថាខ្ញុំដឹងថាវាមានគ្រោះថ្នាក់ប៉ុន្តែបុរាណនោះកាត់សម្ដីគាត់មានពាក្យចចាមរាថា Black Tiger Squad ត្រូវបានគំទេចចោលនៅទីនេះឬដូច្នេះធានញូមានការភ័យរន្ធត់យ៉ាងខ្លាំងBlacksmith ជួងបានបន្ថែមថាគិតត្រឡប់ទៅវិញឥឡូវនេះពេលវេលានៃហេតុការណ៍និងពេលវេលានៃការរីករាលដាលពាក្យចចាមអារ៉ាមធានយូមើលទៅមិនស្រួលដូច្នេះ Marshall Uncle តើញាក់មានន័យថាពួកគេគិតថាខ្ញុំស្លាប់ហើយបរិះនោះស្តាក់ស្ទើរមុននឹងឆ្លើយថាបញ្ហាអាចជាថាក្បួនរថយន្តគ្រួសារដួងកំពុងពង្រីកឥទ្ធិពលរបស់ខ្លួននៅទីនេះគាត់អាចរងចាំរហូតដល់គាត់ប្រកាសថាគាត់អាចសងសឹកបានមុននឹងទៅទីនោះការចងចាំបានបញ្ចប់ហើយញោមមានឹងដៃរបស់ធានយូបានបន្លឺសំឡេងនៅពេលវិទ្យុចុះមកដោយកម្លាំងដៃរបស់គាត់ខំថ្មិញភ្នែករបស់គាត់សម្លឹងមើលផ្កាភ្លើងដែលហោះចេញពីការវាយប្រហារដ៏ខ្លាំងក្លាទេខ្ញុំត្រូវតែស្វែងរកពួកគេគាត់ហត់ខ្លាំងប៉ុន្តែការសម្លឹងរបស់គាត់គឺរឹងមាំមិនគួរឲ្យជឿJunior sister Junior brother តើពួកឯងទាំងពីរទៅណាអស់ហើយទឹកភ្នែកស្រាប់តែហូរចុះមកលើមុខរបស់ធានយូដំណក់ទឹកភ្នែកមួយបានធ្លះចុះហាក់ដូចជារលាយចូលទៅក្នុងខ្យល់បាត់ទៅវិញនៅពេលដែលវាប៉ះនឹងញមាដែលគាត់កំពុងក្តាប់យ៉ាងតឹងនៅក្នុងដៃទឹកភ្នែកហូរមកយ៉ាងស្ងៀមស្ងាត់ប៉ុន្តែបេះដូងរបស់ធានយូពោពេញទៅដោយការតាំងចិត្តកុំធ្វើអីល្ងងខ្លៅអ្វីនឹងល្អប្រសើរឡើងJunior sister នឹងហ្វុកគឺនៅទីនោះយ៉ាងណាមិញគាត់លើកដៃជូតទឹកភ្នែកនៃក្រាដ៏ទិនខ្សោយនៅពេលនេះការជំរុញមិនចុះចាញ់បានកើនឡើងមានតែរឿងមួយគត់ដែលគាត់អាចធ្វើបានចាំរហូតដល់ខៀមកាន់តែខ្លាំងខៀងប្រកាសជានឹងសងសឹកពួកគេទាំងអស់គ្នាបន្ទាប់មកញោមមានឹងដៃរបស់ធានយូបានវាចុះមកមិនឈប់ឈរបង្កើតជាស៊េរីនៃសំឡេងមិនចោះចប់សម្លឹងមើលរៀងរបស់ធានយូលោក Blacksmith ជួងបាននិយាយទៅកាន់ខ្លួនឯងថា Master គាត់អ្នកបានបង្រៀនគាត់ខុសផ្លូវក្មេងនេះមិនធំឡើងដូចក្មេងទេហើយជាមួយនឹងបុគ្គលគីពីការរបស់គាត់នៅពេលដែលគាត់ដើរខុសផ្លូវអ្នកនឹងមិនអាចកែតម្រូវវាទៀតបានទេបន្ទាប់មកគាត់ក៏បានឈោងយកញមាមួយទៀត Blacksmith ជួងបានមកក្បែរគាត់វាញមាវាចុះមកយ៉ាងខ្លាំងនឹងការវានីមួយនៅក្នុងកន្លែងលុតដៃដ៏ស្រអាប់ផ្កានភ្លើងតូចបានហោះហើរមិនឈប់ឈរធានញូបានចូលទៅជិតកដាឈ្មោលរបស់មនុស្សនោះហើយហៅយ៉ាងទន់ភ្លន់ថា Junior brother ត្រីតាមបានបង្ហាញខ្លួនជាវិញ្ញាណហើយឆ្លើយថា Senior brother បងយឺតបន្តិចហើយធានញូមិនអាចមើលឃើញគាត់ទេហើយគ្រាន់តែខ្សឹបថាបងសំទោសបងមកយឺតពេកត្រីតាមដឹងថាធានញូមិនអាចមើលឃើញគាត់ទេប៉ុន្តែនៅតែណែនាំថាតើនរណាអាចដឹងថារឿងរ៉ាវនឹងคล้ายជាបែបនេះវាមិនមែនជាកំហុសរបស់បងទេ Eldest Senior Brother កុំបន្ទោសខ្លួនឯងទៀតអីធានញូអនក្បាលខ្លួនប្រាណរបស់គាត់ញ័រទេគឺបងដែលបានធ្វើខុសចំពោះឯងត្រីតាមនិយាយយ៉ាងទន់ភ្លន់ថាវាជាយូរមកហើយតើបងคล้ายជាបែបនេះយ៉ាងដូចម្ដេច Senior Brother តើបងកំពុងយំឬធានញូយកដៃបិទមុខហើយនិយាយដោយរំជួលចិត្តថាបងមិនយំទេបើបងយំអារម្មណ៍នឹងត្រូវបានបញ្ចេញនៅពេលបញ្ចេញបងនឹងភ្លេចម្ដង
ចាប់ពីពេលនេះតទៅបងនឹងមិនធ្វើខ្លួនដូចមនុស្សល្ងងទៀតទេឃើញគាត់ធ្វើបាបខ្លួនឯងទ្រីថាមិនអាចទ្រាំបាននោះមិនមែនជាអ្វីដែលខ្ញុំចង់បានទេ Eldest Senior Brother ធានយូក្រោកឈរហើយងាកដើម្បីចាកចេញប៉ុន្តែបានមើលទៅក្រោយហើយនិយាយថាបងទៅហើយលើកក្រោយដែលបងមកបងនឹងខុសពីនេះជើងរបស់ Captain Lou កំពុងញ័រច្រមុះរបស់គាត់ហូរឈាមយ៉ាងខ្លាំងនិងសម្លៀកបំពាក់របស់គាត់ក៏ប្រឡាក់ដោយឈាមដែរ Olgos ដែលកាន់ដំបងឈើបាននិយាយជាមួយនឹងសំណើមជ័យជំនឿថាការដោះស្រាយជាមួយនឹងមនុស្សធំដូចឯងគឺងាយស្រួលដោយបង្វិលដៃការវាយប្រហារចុងក្រោយនោះច្បាស់ជាបានធ្វើឲ្យសរីរាង្គកាយខាងក្នុងរបស់ឯងរញ៉េរញ៉ៃហើយមែនទេឯងនឹងស្លាប់ដោយការឈឺចាប់យ៉ាងខ្លាំង Quaglo ឈរនៅពីក្រោយគាត់ដោយលាក់កាំបិតនៅក្នុងដៃ Quaglo សម្លឹងមើល Captain Lou និង Olgos ដោយកណនីអ្វីដែលបានកើតឡើងគឺបានកើតឡើងហើយខ្ញុំមិនអាចជួយគាត់បានទេប៉ុន្តែយ៉ាងហោចណាស់នៅទីនេះការបញ្ចេញមតិរបស់គាត់កាន់តែព្រួយបារម្ភបើគ្មានគាត់ទោះបីជាខ្ញុំត្រូវគេវាយរហូតដល់ខ្ទេចខ្ទីក៏ដោយខ្ញុំត្រូវតែសាកល្បងភ្លាមនោះ Quaglo ត្រូវបានទាក់ទាញដោយពន្លឺពណ៌បៃតងគាត់បានងាកក្បាលដោយភ្ញាក់ផោនដើម្បីមើលនៅពេលនោះស្ត្រីវ័យក្មេងកំពុងសូត្រមន្តដោយប្រមូលស្លឹកឈើចូលទៅក្នុងចរន្តថាមពល Quaglo មានការភ្ញាក់ផ្អើលតើស្ត្រីវ័យក្មេងនោះក៏ជាមេដែរឬវាហាក់ដូចជានាងក៏ព្រួយបារម្ភខ្លាំងដែរប៉ុន្តែនាងនៅតែប្រថុយប្រើវេទមន្តរបស់នាងបានបាញ់ចេញវល័យវែងៗដែលភ្ជាប់គ្នាហើយប្រញាប់ទៅរក Olgos ដៃរបស់ Olgos ត្រូវបានចងយ៉ាងតឹងដោយវល័យប៉ុន្តែគាត់មិនភ័យស្លន់ស្លោទាល់តែសោះផ្ទុយទៅវិញគាត់សើចចំកក់ក្មេងស្រីដាវីដនីព្យាយាមធ្វើឲ្យយឺសោយឬគាត់បានប្រើដំបងឈើដ៏ធំរបស់គាត់ដើម្បីវាយវល័យដែលរុំជុំវិញដៃរបស់គាត់សើចយ៉ាងគួរឲ្យខ្លាចដាក់ក្មេងស្រីយើងនឹងបង្រៀនឯងនៅអាកប្បកិរិយាខ្លះភ្លាមនៅពេលដែលគាត់និយាយចប់ Olgos បានរឹតបន្តឹងការក្តាប់ដំបងហើយសម្រុកទៅរកនាងស្ត្រីវ័យក្មេងមិនអាចប្រតិកម្មទាន់ពេលទេដោយគ្រាន់តែអាចឈរនៅទីនោះហើយមើលដំបងធ្លាក់ចុះមកលើក្បាលរបស់នាងមុខរបស់នាងពោពេញទៅដោយភ័យរន្ធត់ Lou បានឃើញទិដ្ឋភាពនេះគាត់បានរត់ទៅមុខភ្លាមហើយស្រែកយ៉ាងព្រួយបារម្ភថាទេវាមានគ្រោះថ្នាក់ Quaglo បានទាញក្មេងស្រីទៅខាងក្រោយគាត់យ៉ាងលឿនដោយស្រែកខ្លាំងដើម្បីឲ្យនាងដឹងខ្លួននាងនឹងស្លាប់បន្ទាប់មក Quaglo ដែលកាន់កាំបិតសម្លឹងមើល Olgos យ៉ាងមុតមមភ្លាមនោះ Captain Lou បានសម្រុកពីចម្ងាយពុកទៅលើ Olgos នៅពេលដែលគាត់ត្រេកទ្រហើយដួលគាត់ស្រែកថាសម្លាប់គាត់ភ្លាមនៅពេលដែលគាត់និយាយចប់ Quaglo និងក្មេងស្រីទាំងពីរបានប្រញាប់ទៅមុខដើម្បីវាយប្រហារវល័យរបស់ក្មេងស្រីបានលាតសន្ធឹងយ៉ាងលឿនដោយរុំទៅរក Olgos នៅកន្លែងផ្សេងទៀតធានញូបានចាក់ដំបងរបស់គាត់យ៉ាងខ្លាំងទៅគ្លឹងដើមឈើនៅពេលនេះរាងកាយរបស់ធានញូត្រូវបានគ្របដោយអរ៉ាសម្លាប់មនុស្សដ៏ខ្លាំងក្លាគាត់សម្លឹងមើលដំបងដែលកប់ជ្រៅក្នុងដើមឈើដោយបញ្ជាក់ប្រាប់ខ្លួនឯងថាខ្ញុំធ្វើបានហើយទោះជាយ៉ាងណាក៏ដោយ Blacksmith ជួងដែលឈរនៅក្បែរគាត់បានបញ្ចេញមតិថាចេតនាសម្លាប់របស់អ្នកខ្លាំងពេកហើយកុំប្រើវាច្រើនពេកប្រសិនបើឯងមិនអាចគ្រប់គ្រងក្បាច់គុណរបស់ឯងខណៈពេលកំពុងប្រើវាតើវានៅតែអាចហៅថាក្បាច់គុណបានយ៉ាងដូចម្ដេចធាននូតបវិញយ៉ាងរឹងរូសថាប៉ុន្តែបើគ្មានវាទេខ្ញុំមិនដឹងថាខ្ញុំស្លាប់ប៉ុន្មានដងហើយទេ Blacksmith ជួងនិយាយយ៉ាងស្ងប់ស្ងាត់ថាខ្ញុំមិនដឹងថាឯងកំពុងគិតអ្វីទេដែលនិយាយបែបនេះដាក់ខ្ញុំប៉ុន្តែប្រសិនបើឯងជឿតែលើរឿងនោះឯងគ្មានអ្វីក្រៅពីបិសាចដែលចូលចិត្តការសម្លាប់រងាលទេឮដូច្នេះគាត់សម្លឹងមើលដើមឈើដោយបាត់បង់ការគិតដូច្នេះនោះគឺជាអ្វីដែលហៅថាការសម្លាប់ខ្ញុំដឹងថាអ្នកនិយាយបែបនេះដើម្បីប្រយោជន៍របស់ខ្ញុំ Uncle ប៉ុន្តែប្រសិនបើខ្ញុំបោះបង់វាចោល
ខ្ញុំនឹងមិនអាចសងសឹកបានទេឃើញធាននូនៅតែមើងម៉ាត់បែបនេះ Blacksmith ជ្រួងវ៉ាណែនាំថាគ្រាន់តែបណ្ដោយឲ្យធម៌ពលខាងក្នុងដ៏ចម្លែកនោះហូរតាមរាងកាយរបស់ឯងធម៌ពលនោះគឺជាអ្វីដែលច្បាស់លាស់ប្រសិនបើឯងមានធម៌ពលខាងក្នុងខ្លាំងឯងអាចបង្ក្រាបសត្រូវរបស់ឯងដោយគ្រាន់តែប្រាយចលនាធម្មតាឮដូច្នេះគាត់ហាក់ដូចជាយល់ហើយនិយាយឡើងថាបាទខ្ញុំនឹងយកចិត្តទុកដាក់បន្ទាប់ពីផ្ដល់ដំបូន្មានហើយគាត់បានសួរដល់ចនដឹងថាខ្ញុំមិនដឹងថារឿងរ៉ាវคล้ายទៅជាបែបនេះយ៉ាងដូចម្ដេចតើនៅតែគ្មានដំណឹងពីគ្រូរបស់ឯងទេឮសំណួររបស់ Blacksmith ជ្រួងធាននូបានឆ្លើយតបយ៉ាងស្រទន់ថាខ្ញុំសង្ឃឹមថា Master មានសុវត្ថិភាពប៉ុន្តែមុនពេលគាត់និយាយចប់ជាងដែកបានកាត់សម្ដីថាគ្រាន់តែបន្តគិតបែបនោះទៅខ្ញុំមិនដឹងថាហេតុអ្វីបានជាគាត់មិនតាក់ទងឯងសូម្បីតែម្ដងប៉ុន្តែគ្រូរបស់ឯងមិនមែនជាមនុស្សធ្វេសប្រហែលទេឮដូច្នេះគាត់សួរ Blacksmith ឈឿងថាពិតមែនឬបន្ទាប់មកគាត់និយាយថាតើឯងដឹងទេថារហស្សនាមរបស់គ្រូឯងជាអ្វីទៅមុខមួយជំហានថយក្រោយ10ជំហានវាមានន័យថាទៅមុខមួយជំហានហើយថយក្រោយ10 Blacksmith ឈឿងឃើញថាធានញូហាក់ដូចជាមិនជឿក៏សួរថាម៉េចឯងគិតថារហស្សនាមនោះធម្មតាឬគាត់បដិសេធភ្លាមថាទេលោកឮដូច្នេះជាងដែកមិនបានបន្តរឿងនេះទៀតទេហើយនិយាយម្ដងទៀតនៅក្នុងពិភពគុណដ៏ខុសក្រៅនេះមិនមែនគ្រប់គ្នាសុទ្ធតែមានរហស្សនាមទេជាពិសេសមិនមែនញាក់ត្រាចរទេធានញូសួរដោយចង់ដឹងថាតើញាក់និងគ្រូរបស់ខ្ញុំធ្លាប់ធ្វើការជាមួយគ្នាទេអង្គរមុខរបស់ Blacksmith ជឿងបង្ហាញភាពសោកសៅបន្តិចនៅពេលគាត់និយាយថានោះជារឿងចាស់តោះកុំគិតច្រើនពេកទោះជាយ៉ាងណាគ្រូរបស់ឯងនឹងត្រឡប់មកវិញហាក់ដូចជាត្រូវបានបង្រឹងដោយពាក្យទាំងនេះភ្នែករបស់គាត់ប្រែជារឹងមាំបាទ Master ប្រកាសជានឹងត្រឡប់មកវិញនៅពេលនេះនៅកន្លែង Captain Lou គាត់បានបំបែកដំបងឈើរបស់ Old Ghost រាងកាយទាំងមូលរបស់ Captain Lou បញ្ចេញអោរ៉ាសម្រាប់មនុស្សមាត់របស់គាត់ហាក់បញ្ចេញផ្សែងធ្មេញរបស់គាត់ត្រូវបានកម្មហើយភ្នែករបស់គាត់ពន្លឺដោយភ្លើងនៃកំហឹងដ៏ខ្លាំងក្លាគាត់បានផ្ដួល Old Ghost ដោយជោគជ័យក្បាច់ឡូទីបំផុតបានដកដង្ហើមធំដោយធូរស្រាលភ្នែករបស់គាត់ពោពេញដោយការភ្ញាក់ផ្អើលនិងសេចក្តីរីករាយ Captain Lou ក្មេងម្នាក់នេះគាត់ធ្វើបានហើយគាត់បានផ្ដួល Old Ghost ប៉ុន្តែភ្លាមបន្ទាប់មកគាត់បានហៅ Captain Lou ដោយភ័យស្លន់ស្លោបន្ទាប់ពីប្រយុទ្ធដោយអស់ពីកម្លាំង Lou ឥឡូវនេះបានអស់កម្លាំងរាងកាយរបស់គាត់ដួលទៅមុខ Captain Lou បានដួលទៅលើដីរហូតដល់យប់ជ្រៅព្រះច័ន្ទពេញវង្សបានបញ្ចាំងពន្លឺយ៉ាងភ្លឺស្វាងលើព្រៃបន្ទាប់ពីរយៈពេលមិនស្គាល់មួយគាត់បានបញ្ចេញសំឡេងធ្ងរតិចៗ Captain Lou បើកភ្នែកយឺតខឿងគាត់ភ្ញាក់គាត់ឆ្លោបានហៅថាអ្នកភ្ញាក់ហើយក្បាលរបស់ Captain Lou កំពុងឈឺគាត់ចាប់កាន់ក្បាលរបស់គាត់ហើយសួរគាត់ថាតើខ្លួនទៅតែសន្លប់ឬគាត់ឆ្លោឆ្លើយថាបាទប៉ុន្តែអ្នកមិនអីទេឥឡូវនេះគាត់ពន្យល់ថាដោយសារតែអ្នកបានលេប One Life Pill ឮអំពី One Life Pill Captain Lou មានការភ្ញាក់ផ្អើលនោះគឺជាឱសថទិព្វដ៏មានតម្លៃគាត់ឆ្លោទទូចថាទោះជាយ៉ាងណាក៏ Captain Lou ត្រូវតែលេបមួយយើងត្រូវសាកល្បងប្រសិទ្ធភាពរបស់វាយ៉ាងណាមិញខ្ញុំមិននឹកស្មានថាអ្នកភ្ញាក់លឿនយ៉ាងនេះទេប៉ុន្តែបន្ទាប់មកគាត់ស្រាប់តែនឹកឃើញក្មេងៗនៅផ្ទះខ្ញុំនៅតែត្រូវនាំយកមួយត្រឡប់ទៅឲ្យក្មេងៗនៅផ្ទះឮ Captain Lou និយាយបែបនេះគាត់បានរំលឹកគាត់ថា
ប្រសិនបើអ្នកចង់ការពារក្មេងៗអ្នកត្រូវតែមើលថែខ្លួនឯងឲ្យបានល្អជាមុនសិនឬដូច្នេះលូបានស្នើថាអញ្ចឹងអ្នកគួរតែលាបមួយដែរប៉ុន្តែគាត់ឆ្លោមិនបានគិតពីខ្លួនឯងទេប៉ុន្តែគិតពីក្មេងនៅផ្ទះទេចំណែករបស់ខ្ញុំត្រូវតែទុកសម្រាប់កូនប្រុសច្បងរបស់ខ្ញុំនៅផ្ទះ Captain Lou រំលឹកពីទស្សនវិជ្ជានៃក្មេងៗដែលកំពុងនិយាយលេងនិងស្វាគមន៍គាត់ហើយស្រាប់តែនិយាយដោយឈឺចាប់ថាខ្ញុំក៏ដូចគ្នាគាត់អង្គុយគិតសមត្ថភាពរបស់ Captain Lou ពិតជាអស្ចារ្យណាស់អ្នកត្រូវតែញ៉ាំដើម្បីឲ្យកាន់តែខ្លាំងដើម្បីរកប្រាក់បានកាន់តែច្រើនសមត្ថភាពរបស់ខ្ញុំផ្ទាល់មិនគ្រប់គ្រាន់ទេលើកនេះគ្រាន់តែជាសំណាងដែលបានជួប Captain Lou ឃើញគាត់ឆ្លូនិយាយបំភ្លឺសមត្ថភាពរបស់គាត់ Lou និយាយដោយសុភាពថាខ្ញុំមិនមានទេពកោសល្យពិសេសណាមួយទេគេឈ្មោះរបស់អ្នកល្អជាងខ្ញុំឆ្ងាយណាស់នៅក្រោមពន្លឺព្រះច័ន្ទដ៏ភ្លឺស្វាងគាត់ឆ្លូរៀបរាប់ដោយសោកសៅថាខ្ញុំមិនអាចធ្វើការងារគ្រោះថ្នាក់បានទេដូច្នេះប្រាក់ខែរបស់ខ្ញុំគឺសម្រាប់រឿងតូចតាចប៉ុណ្ណោះ Captain Lou សួរដោយចង់ដឹងថានោះកាន់តែចម្លែកហេតុអ្វីបានជាអ្នកត្រូវបានបង្ខំឲ្យចូលទៅក្នុងខ្សែការងារនេះគាត់ឆ្លូឆ្លើយថាតើវាមិនមែនជាឱកាសដែលសមនឹងប្រទូយជីវិតទេឬគាត់ស្រាប់តែកត់សម្គាល់ឃើញអ្វីប្លែកអំពីមនុស្សម្នាក់ទៀតបងប្រុសអ្នកហាក់ដូចជាមិនដូចពីមុនទេគាត់ឆ្លូក៏បានសារភាពដោយសំឡេងទាបថាត្រូវហើយខ្លាំងឬខ្សោយនៅទីបំផុតយើងទាំងអស់គ្នាជាមនុស្សគ្រប់គ្នាផ្លាស់ប្ដូរគាត់និយាយបែបនេះប៉ុន្តែក្នុងចិត្តគាត់គិតថាជាមួយនឹងរបស់នេះធានញូរបស់ខ្ញុំនឹងអាចមានសុខភាពដូចមនុស្សធម្មតាមានតែពេលនោះទេដែលគាត់អាចមើលថែក្មេងៗបានល្អគាត់ឆ្លូពិចារណាមួយសន្ទុះយើងបានរកឃើញ One Life Pill ប៉ុន្តែឥឡូវនេះមានតែឈីទៀនលូមួយនៅសល់ការទទួលបានជោគជ័យលើកនេះគឺដោយសារតែសំណាងសុទ្ធសាធនៅកន្លែងទៀតធានយូនិងគីថាញ់កំពុងអង្គុយនៅក្នុងហាងតូចមួយគាត់សម្លឹងមើលគាត់ដោយខ្មាស់អៀនឃើញបែបនេះធានយូត្រូវសួរថាឯងមិនញ៉ាំទេតើឯងកំពុងធ្វើអ្វីហាក់ដូចជារំចាំពាក្យទាំងនេះគីថាញ់និយាយថាខ្ញុំបានឮអំពីរឿងនេះដូច្នេះខ្ញុំបានទៅនិយាយជាមួយ Eldest Senior Brother ដើម្បីជួយអ្នកសងសឹកឮដូច្នេះគាត់បដិសេធឯងមិនចាំបាច់បារម្ភពីវាទេគីថាញ់មិនយល់ស្របនឹងសេចក្តីថ្លែងការណ៍នេះហើយនិយាយឡើងថាតើខ្ញុំមិនបារម្ភពីវាបានយ៉ាងដូចម្ដេចគ្មាននរណាម្នាក់ក្នុងចំណោមពួកយើងនៅទីនោះទេនៅពេលដែលវាកើតឡើងធានញូនៅស្ងៀមគិតយ៉ាងសោកសៅអំពីពាក្យពួកយើងគាត់នេះគិតឃើញពីរបៀបដែលបងប្អូនធ្លាប់សប្បាយរីករាយកាលពីមុនរបៀបដែលធ្លាប់មានពួកយើងហេតុអ្វីបានជាគាត់នៅសល់តែម្នាក់ឯងនៅទីនេះឥឡូវនេះបន្ទាប់នោះគ្មាននរណាម្នាក់និយាយពាក្យអ្វីទៀតទាំងពីរនាក់អង្គុយញ៉ាំមីរបស់ពួកគេយ៉ាងស្ងៀមស្ងាត់ក្នុងបរិយាកាសស្ងប់ថ្ងៃនេះមេឃស្រឡះនឹងខៀវដូចសពដងក្នុងផ្ទះជាងដែកនៅជម្រៅភ្នំបុរសនោះកំពុងសំលៀងដាវធ្វើឲ្យវាកាន់តែមុតជាងដៃឈឿងបានផ្ដោតអារម្មណ៍ទាំងស្រុងលើកិច្ចការនេះដែលទាមទារភាពអត់មុតគាត់នេះគិតឃើញទិដ្ឋភាពដែលគួចលោបាននាំក្មេងទាំង4នាក់មកជួបគាត់ជ្រឿងយូរហើយមិនបានជួបគាត់បានរុញកូនច្បងទៅមុខណែនាំឲ្យគាត់ស្គាល់ជាងដៃជ្រឿងធានយូមកទីនេះឆាប់ឡើងឲ្យគ្រប់គ្រូរបស់ឯងរំលឹកដល់ទិដ្ឋភាពនោះគាត់មិនអាចជួយអ្វីបានក្រៅពីជេរក្នុងចិត្តតែចាស់ដ៏ទើកគតុកនេះបន្ទាប់មក Blacksmith ជួងក៏បានបញ្ចប់ការងាររបស់គាត់ហើយក្រោកឈរកាន់ដាវវែងគាត់បានដើរ2-3ជំហានទៅមុខ Blacksmith ជួងសម្លឹងមើលយ៉ាងមុតមមទៅលើដាវខណៈពេលដែលគិតក្នុងចិត្តខ្លួនឯងថាតាចាស់នោះប្រកាសជាកំពុងព្យាយាមធ្វើអ្វីមួយ
គាត់មិនអាចស្លាប់បានទេគាត់លើកដាវយឺតៗដោយកាន់វាដោយដៃម្ខាងបន្ទាប់មកផ្លាស់ទីវាទៅចំហៀងរបស់គាត់